មេចិត្តដល់ចូលឆ្នាំអីមេឯងមានដាក់រង្វាន់ចាប់ស្លឹកឆ្នោតយំរង្វាន់យេអីអត់មេឯងបកស្រាយខ្ញុំច្បាស់តិចមើលអូអារឿងកម្រងចាប់ស្លឹកឆ្នោតហ្នឹងមេកម្រងនឹងដាក់ផ្ទះល្វែងមកល្វែងហើយអត់តេតជនដែលគាត់ចង់បានស្លឹកឆ្នោតណាមែនណាមេបាទផ្ទះល្វែងហ្នឹងហើយខ្ញុំគិតច្បាស់អូវ៉ាវឥឡូវគេមានប្រម៉ូសិនច្រើនហាងគេខ្ញុំមើលទៅគេមានប្រម៉ូសិនឡានប្រម៉ូសិនម៉ូតូប្រម៉ូសិនអីខ្ញុំធ្វើអ្វីដែលខ្ញុំមានគឺខ្ញុំដាក់ប្រម៉ូសិនផ្ទះល្វែងឲ្យមកល្វែងអតិថិជនចាប់ស្លឹកឆ្នោតវ៉ាវប៉ុន្តែអតិថិជនចាប់ស្លឹកឆ្នោតហ្នឹងគឺខ្ញុំឲ្យត្រូវតាបងប្អូនរបស់ខ្ញុំទេអតិថិជនបានត្រូវទេងាប់ហើយមេហើយចុះអូនឯងគិតមើលឡានតម្លៃ 2-3 ម៉ឺនហើយផ្ទះល្វែងតម្លៃ 4-5 ម៉ឺនអូនឯងអត់អតិថិជនទៅចាប់រង្វាន់ត្រូវមិនខាតងាប់ហើយហើយចាំបានរង្វាន់អីវិញមេអញ្ចឹងបើសិនជាបងប្អូនមិនបាច់ចាំចាប់ស្លឹកឆ្នោតទេបងប្អូនគ្រាន់តែ share page follow page ឬក៏ share page មកបងប្អូនបានជៀនទៅវិញមកវងហើយនឹងបងប្អូនមានកដោជាច្រើនយកទៅភ្លាមទៅអាហ្នឹងដឹងតែបានផ្ទាល់មកមេឯងបង្ហាញជៀនតិចមើលមេឯងជៀនមិនជៀនជាអញ្ចឹងជៀនតិចមេឯងខ្ញុំពាក់ហ្នឹងអូពិសេសមែនតើហើយឥឡូវអូនឯងគិតចាប់ស្លឹកឆ្នោតរងចាំបាន6ខែចា6ខែហើយមិនប្រកាសថាអូនឯងចាប់ឲ្យបានត្រូវអត់សោះបាទស្លឹកឆ្នោតយើងមិនមែនទៅដាក់ភ្លាមបវលភ្លាមកន្លុកទាំងអស់គ្នាណាអានេះយើងយកទៅទុកក្នុងហាប់ឆ្នោតយកទៅចាំរាប់ខែហ្នឹងចាបាទអញ្ចឹងឲ្យបងប្អូនតែនៅតឹងហាងគេចាប់រង្វាន់បានជាស្លឹកឆ្នោតបានជាម៉ូតូបានជាឡានបានជាអីឬក៏បានជាអីផ្សេងចាយើងមិនបាច់និយាយទេតែបងប្អូនចង់បានកដោពិតយកភ្លាមទៅមិនបាច់ទៅចាប់អីឥឡូវគាត់តែ share page តែ2ដងមកបងប្អូនខ្ញុំចូលមើល page បងប្អូនម្ដងម៉ូតូយកអញ្ជៀនទៅវិញមកទងវងមកវងមួយមកបានហើយជៀននឹងលក់បានអត់មេជៀនលក់បានវ៉ាវលក់បានទៀតឥឡូវកដោមើលពីមុនកដោហាងស៊ូវិចិត្រមានតែម្យ៉ាងកេះតខូនកេះមួកមួយភេងសិនភេងកលេសាំងឯងចាឥឡូវមានប៉ុន្មានមេឥឡូវហាងស៊ូវិចិត្រឥឡូវខ្ញុំរៀបរាប់ឲ្យយូរបន្តិចណាចាយូរតិចខ្ញុំស្ដាប់ឥឡូវមកសាល់មិញហ្នឹងគឺខ្ញុំបានទៅទិញមានកំសៀវទឹកហើយនឹងមានធុងតកកចាបាទហើយមានឆ្នាំងដាំបាយអូហូមានសាប៊ូដល់ខ្លួនវ៉ាវមានកែវទឹកអូយមកអែមស្រា2កែវ៉ាវទឹកក្រូច2កែអូកម្មវិធីសាំងមួយពេញអូយអែមហួរស្លាកលេខភ្នំពេញកាងរៀនបដាទាំងអស់ថ្លៃសេវាផ្សេងគឺព្រីជូនអតិថិជនទាំងអស់មួយសែតហ្មងមេមួយសែតឥឡូវអត់បានទេឥឡូវហើយឥឡូវកំផ្ទុះណាអតិថិជនគ្រប់ត្រច្រើនណាចាបាទមិនលំហើយក៏មិនលេងដែរចាបងប្អូនចាំទទួលសេវាកម្មពិតឥឡូវម៉ូតូពីមុនយើងដាក់មួយថ្ងៃបាន3ថ្ងៃ4ថ្ងៃតើមក1ឡានទេចាឥឡូវមួយថ្ងៃជួនកាល2ឡានណាអូហូពិសេសមែនតើ2ឡានមួយថ្ងៃ1ឡានម៉ូតូចូលជារឿងរាល់សប្តាហ៍តែម្ដងច្រើនមែនតើបាទអញ្ចឹងបងប្អូនកុំភ្លេចបងប្អូនដែលចង់បានស្លឹកឆ្នោតខ្ញុំនឹងធ្វើការចាប់រង្វាន់ឲ្យស្លឹកឆ្នោតទៅអតិថិជនចាប់កាដូផ្ទះវិឡាកូនកាត់មួយតម្លៃខ្ទង់$120,000វ៉ាវបាទ$120,000បងប្អូនចាឥឡូវយើងចាប់ដើមតិចទៀតយើងនឹងធ្វើជាស្លឹកឆ្នោតចាប់អីអញ្ចឹងបងប្អូនណាដែលចង់បងលួសម៉ូតូឬក៏ទិញដាច់បងប្អូនអាចមកហាងស៊ូវិចិត្របានតែកុំភ្លេចបញ្ជាក់ចុងក្រោយចាបងប្អូនយកស្លឹកឆ្នោតទៅយកទៅទុកកដោស៊ីកដៀកាត់គឺអត់បានឡានទៅអត់បានផ្ទះល្វែងទេអញ្ចឹងអាស្លឹកឆ្នោតនោះទុកជាមកខៈហើយឡាននេះខ្ញុំលក់ឲ្យគេបាត់ហើយគឺអត់ទុកផ្ទះមែនទេមែនឡានទេត្រូវទេនិយាយនឹងរឿងឡានចេះតែដឹកនឹងឡានអញ្ចឹងផ្ទះវិឡាកូនកាត់តម្លៃ$120,000ហ្នឹងគឺអត់មានប្លង់ទេដោយសារបកគលឲ្យបរិយគេវិញហើយយកមក highlight ទេអូមេឃឃើញគេថតណាបាទឃើញគេថតយកមក highlight នឹងឲ្យណាទៅឲ្យម៉ូតូលក់ម៉ូតូប្រហែលបានជាចាប់ឲ្យត្រូវឡានចាប់ឲ្យត្រូវផ្ទះហ្នឹងក៏មិនឲ្យត្រូវទេអូការពិតអញ្ចឹងសោះបាទអញ្ចឹងបងប្អូនយើងទន្ទឹងរង់ចាំផ្ទះល្វែងចំនួន6ខែក្រោយនឹងចាប់ឲ្យដឹងត្រូវអ្នកណាទេបាទអញ្ចឹងបើបងប្អូនចង់បានរង្វាន់ដែលត្រូវហ្នឹងបងប្អូនកាន់លុយទៅទិញទៅគេឲ្យប្លង់ហើយអាហ្នឹងប៉ុណ្ណឹងទេអត់មានប្របាក់ទេវាមិនខុសពីឡានទេហើយវាមិនខុសពីម៉ូតូទៀតចាបងប្អូនដែលចាប់ឆ្នោតត្រូវម៉ូតូបងប្អូនកាន់លុយទៅទិញឬក៏អត់លុយទៅបងលួសទៅបានម៉ូតូមកហើយទៅចាំអាស្លឹកឆ្នោតហ្នឹងទុកដាក់ក្នុងកប៉ាល់ចោះឡើងនោះជ្រូបាតអត់បានដែរឡើយខាតទាំងពេលវេលាអញ្ចឹងហើយយកអញ្ជៀនទៅបានអញ្ជៀនប៉ិតហើយបានកដោប៉ិតបាទអញ្ចឹងបាច់ចង់បានទេហើយបងប្អូនសូមថាហាងគេបានទូរស័ព្ទហាងមិនបានទូរស័ព្ទអត់ឥឡូវទូរស័ព្ទខ្ញុំចង់ឲ្យបងឯងបានឥឡូវបងឯងទៅទិញខ្ញុំខ្ញុំចេញលុយឲ្យអស់ប្រហែលយកអញ្ជៀនទៅលក់ដូរបានទូរស័ព្ទតែខូចអត់មានតែទិញទេអញ្ចឹងណាបាទអញ្ចឹងខ្ញុំនិយាយនេះគឺខ្ញុំនិយាយចេញពីអារម្មណ៍ខ្ញុំពិតអត់មានចេះតែនិយាយភូតអត់ចេះតែនិយាយកុហកទេអញ្ចឹងបងប្អូន
ដែលចង់គ្រប់ត្រនៅមានភាពបន្តទៀតសូមអរគុណនិងសូមគោរពលា បាយ